បងប្អូនទាំងអស់គ្នាមកមើលវិធីទី3នៃការធ្វើ facelift ទាំងអស់គ្នាដោយវិធីនេះក្បាលយើងមានករណីច្រើនអញ្ចឹងយើងអាចមើលបានទាំងអស់គ្នាតោះយើងមកមើលក្បាលយើងនៅករណីនេះក្បាលយើងមាន3-4ជួរឡើងហើយមានជាប់មើលហើយពេលខ្លះក្បាលយើងគឺមានលេខរៀងជាលេខអីមួយបើសិនយើងប្រើវិធីមុនពេលយើងអូសទៅវាលោតលេខនឹងទៅក្រុមរហូតព្រោះយើងប្រើ feel series វាលោតលេខទៅរហូតហើយប៉ុន្តែវិធីនេះគឺវាអត់លោតទេយើងមកមើលទាំងអស់គ្នាជាដំបូងយើង copy ក្បាលដាក់ចុះក្រុមមកបន្ទាត់មកហើយកន្លែងតិនន័យនេះយើងបោះវាសិនបោះពីខាងលើយើងបោះដាក់ខាងក្រោមក្បាលហ្នឹងមកហើយយើង copy ទាំងអស់មកដាក់ចុះមកបន្ទាត់ទៀតអូខេយើងបានប៉ុណ្ណឹងហើយយើងចាប់ផ្ដើមចងពុះមុនយើងអូខេចឹងទី1យើងវាយលេខ1ដូចធម្មតាមកព្រោះយើងផ្ដើមនៅលេខ1យើងវាយលេខ1ទី2គឺយើងវាយសញ្ញាស្មើខាងលើលេខ1ហ្នឹងបូកឲ្យ1អញ្ចឹងវាលោតអូតូលេខរៀងទី2បន្តមកទៀតយើងចងទិន្នន័យដើម្បីឲ្យវារត់ចុះមកតាមទិន្នន័យមួយយើងប្រើរូបមន្តឲ្យលុកអាប់ស្មើលេខរៀងទី1ហើយselectនៅលេខរៀងទាំងអស់ដែលយើងចង់រកពីខាងលើចាក់សោវាប្រើ F4 ចាក់សោទាំងអស់មកហើយក្បៀសយើង select ទិន្នន័យទាំងអស់យើង select តែធំទឹកលុយបានហើយដល់កន្លែងប្រឡែងយើងមិន select ទេយើង select តែប៉ុណ្្នឹងមកបាត់បងចុះ enter យើងវាបានទិន្នន័យលោតចុះមកដល់មកទៀតយើង copy កន្លែងដែលយើងចង់ពីខាងលើ copy ចុះមកដាក់ខាងក្រោម Ctrl C Ctrl V មកអូខេតែយើងបានទិន្នន័យហើយចឹងយើងមើលកន្លែងនេះយើង copy ពីខាងមុខយើង select ពីខាងមុខមកយើង select ទាំងអស់មកយើង select កន្លែងលេខរៀងទី2ចឹងយើងមើលក្បាលយើងមាន10នាក់អញ្ចឹង select facelift របស់យើងគឺមាន4កន្លងអញ្ចឹងយើងយក10គុណនឹង4ហ្នឹងមកចឹងវាឃើញ40អញ្ចឹងយើង copy អស់មកដល់ក្រុមមកដល់លេខ40ចាំយើង copy បើមិនអញ្ចឹងទេវាអត់លោតឲ្យទេបើសិនមាន50បងប្អូនយកគុណនឹង4តាមហ្នឹងគុណនឹងតាមចំនួនក្បាលរបស់យើងអញ្ចឹងយើងបានហើយស្អាតមកយើងចាំលុបចោលតាមក្រោយអញ្ចឹងប៉ុណ្ណឹងអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនមានចម្ងល់អីអាចឆាតសួរខ្ញុំបានអរគុណ